រឿងកូនឆ្មាតូចមើលថែម្ដាយដែលឈឺជាមួយមិត្តខ្លាមានពេលមួយនៅក្នុងផ្ទះតូចដ៏កក់ក្ដៅមួយមានកូនឆ្មាចិត្តល្អឈ្មោះម៉ាករស់នៅជាមួយនឹងម្ដាយជាទីស្រឡាញ់របស់គេឈ្មោះម៉ាម៉ានៅព្រឹកមួយម៉ាម៉ាបានភ្ញាក់ពីដំណេកដោយនាងមានអារម្មណ៍ថាមិនសូវស្រួលខ្លួនដូចជាចង់គ្រុនម៉ាកមានការព្រួយចិត្តនឹងម្ដាយជាខ្លាំងហើយមានគំនិតថានឹងត្រូវធ្វើស៊ុបក្ដៅឲ្យម្ដាយបរិភោគពេលនោះគាត់បានសម្រេចចិត្តទៅផ្សារដោយបានសុំមិត្តសម្លាញ់របស់គេដែលជាកូនខ្លាឲ្យទៅជាមួយពួកគេទាំងពីរនាក់ដើរកាត់ភូមិចម្រុះពណ៌មួយយ៉ាងប្រញាប់ពេលទៅដល់ផ្សារពួកគេបានមើលជុំវិញរកទិញបន្លែស្រស់ៗពេលនោះពួកគេរើសការ៉ុតសណ្ដែកនិងថ្នាំដើម្បីព្យាបាលម្ដាយម៉ាកបន្ទាប់មកពួកគេបានទៅរកសាច់ខ្លះៗដើម្បីយកទៅស្លផងដែរក្រោយបានអ្វីគ្រប់យ៉ាងនៅក្នុងកន្ត្រកហើយពួកគេក៏នាំគ្នាត្រឡប់ទៅផ្ទះវិញពេលត្រឡប់មកដល់ផ្ទះវិញម៉ាកបានរៀបចំខ្លួនដើម្បីត្រៀមធ្វើម្ហូបជូនម្ដាយភ្លាមនោះម៉ាកបានហាន់បន្លែនិងចិតការ៉ុតដោយប្រុងប្រយ័ត្នពេលនោះមិត្តគេដែលជាកូនខ្លាតូចបានដាក់គ្រឿងនិងកូរស៊ុបយ៉ាងថ្នមៗគេបានបន្ថែមថ្នាំវេទមន្តជាមួយសម្លនោះដោយប្រុងប្រយ័ត្ននិងត្រឹមត្រូវតាមការកំណត់មិនយូរប៉ុន្មានសម្លបានឆ្អិនរួចរាល់និងពោពេញដោយរសជាតិក្លិនឈ្ងុយឆ្ងាញ់ម៉ាកបានចាក់ស៊ុបចូលទៅក្នុងចានតូចមួយសម្រាប់ម៉ាម៉ាដោយប្រុងប្រយ័ត្នពេលនោះម៉ាកបានយកស៊ុបក្តៅនោះទៅឲ្យម្ដាយរបស់គេដោយថ្នមៗពេលឃើញដូច្នោះម៉ាម៉ាមានសេចក្តីត្រេកអរហើយហូបស៊ុបដោយស្នាមញញឹមម៉ាម៉ានាងមានអារម្មណ៍រីករាយកាន់តែខ្លាំងហើយបានអបកូនយ៉ាងកក់ក្ដៅពេលនោះម៉ាកសប្បាយចិត្តជាខ្លាំងដោយស៊ុបរបស់គាត់បានជួយម្ដាយគេឲ្យបានធូរស្រាលចាប់ពីថ្ងៃនោះមកម៉ាកបានដឹងថាសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់វាជារឿងសំខាន់បំផុតដូច្នេះហើយដោយបេះដូងពោពេញដោយក្តីស្រឡាញ់និងពេញលេញដោយការយកចិត្តទុកដាក់ធ្វើឲ្យម៉ាម៉ាតូចមានអារម្មណ៍ធូរស្រាលសូមអរគុណ